អូខេជម្រាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងមកប្រាប់បងប្អូនទាំងអស់គ្នាអំពីរបៀបកែពណ៌វីដេអូពីបែបនេះទៅជាបែបនេះហើយនឹងពីបែបហ្នឹងទៅបែបនេះបាទបែបច្បាស់ភ្លឺថ្លាពណ៌បៃតងខៀវខ្ចីអីតាមដែលយើងស្រឡាញ់ចូលចិត្តបាទនៅលើកម្មវិធីវិញបាទមុននឹងចូលដល់វីដេអូបងប្អូនកុំភ្លេចជួយ like ដូចជា share ដាក់ subscribe follow page និងបើកកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗឬកុំឲ្យខកខានវីដេអូពី channel របស់សារៈហើយកុំភ្លេចគាំទ្រសារៈផងក៏បើបងប្អូនឆ្ងល់កន្លែងណាសូមជួយ comment ខាងក្រោមចាំខ្ញុំឆ្លើយប្រាប់ជាបន្តទៀតអូខេតោះទៅជាមួយនឹងបងប្អូនទាំងអស់គ្នាបាទអូខេជាដំបូងយើងចូលមកកម្មវិធីវិញមកបងប្អូននេះអូខេហើយយើងយកពាក្យ new ទៅដល់នឹងទៅអូខេយកពាក្យ new មកអូខេយកវីដេអូមកអូខេអញ្ចឹងយកវីដេអូមួយនេះយើងសាកកែពណ៌វាមើលចុច start អូខេអញ្ចឹងដើម្បីត្រូវធីកែបានអញ្ចឹងយើងកំណត់ទំហំកំណត់អីសិនទៅនេះវីដេអូបែបដូចជាវីដេអូកូនឆ្កែហ្នឹងច្រឡំវីដេអូកូនឆ្កែវីដេអូមនុស្សខ្ញុំច្រឡំអូខេអញ្ចឹងយើងចុចពាក្យនេះពាក្យ edit retouch edit ហ្នឹងចុច edit នេះមកអូខេបងប្អូនចាំតិចអញ្ចឹងដើម្បីចុចទៅដល់ពាក្យកែពណ៌បានយើងទៅដល់ពាក្យថា adjust ឬមួយក៏កែតម្រូវឥឡូវខ្ញុំសុំស្ដាប់សិនថា adjust UHD នេះ adjust បងប្អូននេះ adjust ចាំតិចបងប្អូននេះ adjust នេះ adjust នឹងកន្លែងអង្គនៅកណ្ដាលហ្នឹង adjust retouch ហ្នឹងហើយយើងចុច adjust នេះមកអូខេអញ្ចឹងវាមានកន្លែងកែឥឡូវយើងមើលកន្លែងនេះវាដូចជាដាក់ពន្លឺឯហ្នឹងហើយពន្លឺកន្លែងពន្លឺបងប្អូនដាក់ប្រមាណអូខេបងប្អូនអាចកែតាមហ្នឹងទៅក៏មានការបញ្យល់ពីខ្ញុំខ្លះអូខេខ្ញុំសូមស្ដាប់បន្តិច auto brightness contrast ហ្នឹងពាក្យអូតូហ្នឹងវាគឺជាពន្លឺដែលហើយយើងកែមកអូតូមកពន្លឺហ្នឹងយើងដាក់ប៉ុណ្្នឹងចេះហើយពាក្យនេះពាក្យអានេះគឺជា brightness អីគេអាហ្នឹងបងប្អូនសាក់មើលទៅអូខេអូអានេះពលឺដែរប៉ុន្តែវាពលឺបែបនេះបែបចាំងអានេះចាំងពេកហ្នឹងហើយនេះល្មមអូខេប៉ុណ្នេះល្មមអញ្ចឹងទៅឲ្យខ្ញុំដាក់ប៉ុណ្ណឹងអូខេដាក់ប៉ុណ្ណឹងហើយចុះអាទី3អូខេទី3 contrast saturation contrast អានេះជាគេអូខេអូអានេះឲ្យច្បាស់ណែបងប្អូនឲ្យច្បាស់ឥឡូវយើងដាក់ឲ្យច្បាស់ contrast ឥឡូវខ្ញុំឆ្លាញ់ប៉ុណ្ណឹងខ្ញុំដាក់ប៉ុណ្ណឹងអូខេយើងមើលទី4 saturation នេះស្ដាប់មើលសិន saturation ហ្នឹងហើយ saturation ហ្នឹងស្អីគេទៅខ្ញុំភ្លេចខ្ញុំដូចជាឆ្នាំពាក្យអង់គ្លេសវាអត់បានឥឡូវយើងមើលហ្នឹងហើយអានេះយើងកែបូអូផ្សំគ្នាទៅតាមអាស្រ័យទៅលើយើងមើលខ្ញុំសូមដាក់ប៉ុណ្ណឹងអូខេសូមដាក់ប៉ុណ្ណឹងហើយយើងមើលមកទៀត sharpen light HSL highlight យើងមើលទៅយើងអាចកែបានបងប្អូនយើងកែទៅ highlight shadow warmth tone shadow គឺជាស្រមោលtemplates filters adjust អានេះ filter ហ្នឹងអានេះadjust កែតម្រូវហ្នឹងហើយអានេះគំរូវិញយក adjust ទៀតយើងមើលវាមានជាច្រើនបងប្អូនមានច្រើន
shadow, warmth, tone, vignette, particles, វាមាន tool មានអីចឹងទៅវាមានច្រើនពាក្យអីគេនេះ HSL, highlight, shadow, H ចុចពាក្យ H នេះមកនេះចាំខ្ញុំឲ្យមើលម្ដងទៀតណាពាក្យនេះ HSL, ហ្នឹងហើយ HSL យើងចុចមកហើយកន្លែងហ្នឹងគេឲ្យយើងដាក់ពណ៌អីថានៅក្រៅយើងមានពណ៌បៃតងចុះយើងចង់ឲ្យពណ៌បៃតងនឹងឡើងខ្លាំងយើងអាចសេរីបានយើងចង់ឲ្យពណ៌ក្រហមនឹងឡើងខ្លាំងនៅក្រៅយើងមានពណ៌ក្រហមយើងអាចដាក់ពណ៌ក្រហមបានយើងចង់ឲ្យវាឡើង Q ដាក់ Q បានឥឡូវយើងសាកដាក់ពណ៌នេះមួយពណ៌ហ្នឹងហើយយើងអាចសេរីនេះកន្លែងនេះឲ្យតិចឲ្យខ្លាំងអីចឹងទៅឲ្យច្បាស់មិនច្បាស់ហើយចឹងកន្លែងនេះឲ្យដិតខ្លាំងឬមួយក៏មិនចឹងទៅបងប្អូនអាចមើលបានបងប្អូនសេរីខ្លួនឯងទៅហ្នឹងហើយនេះយើងដាក់ចឹងមកអីចឹងទៅហ្នឹងការកែពណ៌នៅលើកម្មវិធីវិញបាទអញ្ចឹងបើវីដេអូបងប្អូនខុសឆ្គងកន្លែងណាមិនសមរម្យឲ្យបងប្អូនសេវចេញមកនៅពេលដែលបងប្អូនសេវនេះខ្ញុំឲ្យមើលនៅពេលបងប្អូនសេវបងប្អូនចុចសញ្ញានេះសញ្ញានេះចាំខ្ញុំគូឲ្យសញ្ញានេះសញ្ញាកន្លែងហ្នឹងណាយើងចុចវាចេញសិនមកចុចវាចេញសិនហើយចាំយើងចុច text នៅកន្លែងនេះមួយទៀតអូខេហើយចាំយើងសែវអញ្ចឹងបើវីដេអូបងប្អូនខុសឆ្គងក៏មិនសមរម្យកន្លែងណាមួយដែលថាបងប្អូនមើលទៅឃើញក្នុងការបង្ហាញអូខេសូមអធិស្ឋានផងអូខេអញ្ចឹងវីដេអូបងប្អូនគឺមានតែប៉ុណ្ណឹងបាយបាយ